បងប្អូនគ្នាជំរាបសួរឥឡូវនេះខ្ញុំមានពេលខ្លីមែនតើមកនៅក្នុង event support ឡានថ្មីតម្លៃជាង$20,000ជប៉ុនសុទ្ធរបស់ Nissan បងប្អូនគ្នាហើយ option គឺថាតំណើបខ្លាំងមែនតើអញ្ចឹងដោយសារតែពេលយើងខ្លីទៅមើលជាមួយខ្ញុំទាំងអស់គ្នាតោះទេជនដែលកក់មុនដល់ជួបធ្វើតម្លៃពិសេសគឺ$21500 បងឲ្យផ្លៃភ្នែកខ្លាំងមែនតើលើកនេះគឺកម្មវិធី support ជាផ្លូវការនៅរថយន្ត Nissan Magnite ស៊េរីថ្មីហើយ concept ដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺថាពិសេសខ្លាំងមែនតើគឺការបើកជាមួយ dome board ហើយឡាននៅក្នុងនឹងផ្ទាល់តែម្ដងបង្ហាញនៅរថយន្ត Nissan Magnite ដែលនៅកណ្ដាលនេះតែម្ដងបងប្អូនទាំងនេះការរៀបចំមានភេសជ្ជៈមានមកជាមួយនឹងម្ហូបអាហារទទួលភ្ញៀវមាននៅការថ្លែងសន្ទរកថាពីខាងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Nissan Magnite ស៊េរីថ្មីបងប្អូនឃើញរូបរាងនៅក្បែរខ្លួនខ្ញុំនេះតាក់ទាញមែនតើហើយកម្មវិធីនេះទៀតសោតបងប្អូនគឺបើគាត់ឡើងរយៈពេលរហូតដល់3ថ្ងៃថ្ងៃទី13ដល់ទី15នេះគឺជារថយន្តស៊េរីថ្មីដែលមានតម្លៃ$26,888តម្លៃ discount ហើយនៅសល់$26,500 option ពិសេសមាន promotion ក៏ច្រើនមានមកជាមួយនឹងការ free បិទ UV ការ free នៅកម្រាលជើងការចាក់ប្រេងមកពេញក៏ដូចជា free នៅការថែទាំមួយឆ្នាំពេញតែម្ដងសម្រាប់ការទិញរថយន្តនៅពេលនេះវាមានរូបរាងតាក់ទាញទំនើបស្ទីលស្ពណ៌ហើយក៏ជា competitor ថ្មីនៅក្នុងតម្លៃជាង$20,000ដែរបងប្អូនទាំងគ្នាចង់ដឹងថារថយន្តនេះមានបទពិសោធន៍នៃការបើកបរបែបម៉េចខ្លះក៏ដូចជា option អ្វីពិសេសខ្លះទៅតាមដានទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាតោះឥឡូវនេះយើងមកតេស្តរាយទាំងអស់គ្នាបងប្អូនឃើញតែនៅក្នុង event ឥឡូវមកបើកផ្ទាល់ជាក់ស្ដែងជាមួយខ្ញុំទាំងអស់គ្នាបទពិសោធន៍ដែលខ្ញុំអាចចែកម្លែកទៅកាន់បងប្អូនបានស្ទុះ 1.0 កម្លាំង100 PS កម្លាំងរមុល152 Nm បងប្អូនទាំងអស់គ្នាសម្រាប់តួដែលមានទម្ងន់ប៉ុណ្ណេះអញ្ចឹងបងប្អូនបើកនៅលើស្ថានភាពផ្លូវរាបស្មើចង់ជន់ល្បឿនលឿនគឺមកអូខេតែចំណុចដែលខ្ញុំចាប់អារម្មណ៍ចង់បង្ហាញជូនបងប្អូនមុនគេបំផុតគឺទៅលើ quality នៅផ្នែកខាងក្នុងបងប្អូនមើលពុកស្បែកបងប្អូនមើលជញ្ជាំងទ្វារស្បែកហើយនឹងតាបឡូស្បែកច្រើនមែនតើសម្រាប់តម្លៃតែប៉ុណ្ណេះទេបងប្អូនចំណេញមែនតើយើងទិញបានឡានមួយដែលមានតម្លៃសមរម្យរូបរាងបែបតាក់ទាញហើយខាងក្នុងបែបបណ្ឌិតអញ្ចឹងយើងរកណាបានតម្លៃប៉ុណ្ណេះបងប្អូនអរគ្នាបងប្អូនមិនមែនតែល្បឿនកុងទ័រ20-30ហើយយកមកចែកម្លែកជូនបងប្អូនទេណាគឺយើងជន់ដែរបងប្អូនណា50អញ្ចឹងលំនឹងខ្ញុំគិតថាប៉ុណ្ណេះវាគ្រប់គ្រងបានល្អក្នុងនាមជារថយន្តបែប SUV ខ្នាតតូចមួយរបស់ brand Nissan brand ជប៉ុនជើងចាស់បងប្អូនអរគ្នាឥឡូវខ្ញុំតេស្ត speed បន្តិចបងប្អូនណាខ្ញុំឲ្យវាតម្លាក់ល្បឿនរៀងអស់ហើយជន់យកហ្មងfeel ដែលខ្ញុំទទួលបានពីឡាននេះមានន័យថាយើងចង់ធ្វើអីលឿនៗណា active bot band បើថាយើងជិះក្នុងក្រុងវិញអារម្មណ៍នេះគឺអារម្មណ៍បែបពុះ control ទៅដល់ចំណុចពិសេសនៅផ្នែកខាងក្នុងអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរនេះទំហំ7 inch គេហៅថាពាក់កណ្ដាល digital អញ្ចឹងបងប្អូនមើលទៅលើអេក្រង់នេះទទួលបានអារម្មណ៍បែប fashion បែបថ្មីបែបទាន់សម័យមួយទៀតគឺទៅលើអេក្រង់ប្រព័ន្ធកំសាន្តមានទំហំ8 inchដែលមានភ្ជាប់មកជាមួយនឹងមុខងារ Apple CarPlay Android Auto និងបង្ហាញនៅកំហើញរូបភាពកាមេរ៉ារយៈថយក្រោយហើយយើងក៏អាចធ្វើការកំណត់ setting ផ្សេងៗទៅលើអេក្រង់នេះផងដែរឥឡូវខ្ញុំនិយាយពី E សឡង់ទប់សលេងនៅពេលដែលយើងរត់នៅលើបេតុងវាតែងតែរៀងលឺជាងផ្លូវជាតិក៏ប៉ុន្តែសម្រាប់ឡាននេះខ្ញុំគិតថាចោតចេញជាបញ្ហាវាអត់ខ្ទោចឹងនៅពេលដែលអត់ខ្ទោយើងបើកនៅក្នុងឡានក៏អត់សូវទទួលបានអារម្មណ៍ហត់នឿយដែរតែសម្រាប់រថយន្ត Nissan Magnite នេះតូចមែនតែធ្វើបានទៅលើការទប់សលេងនេះពូកពណ៌ខ្មៅលាយជាមួយនឹងពណ៌សូកូឡាគឺជា concept បែប premium អញ្ចឹងបងប្អូនពិបាករកមែនតើនៅក្នុងឡានតម្លៃជាង$20,000វាមានមុខងារបញ្ជាពីចម្ងាយ60 ម៉ែត្រមុខងារចាក់សោទ្វារដោយស្វ័យប្រវត្តិពេលចាក់ចេញពីរថយន្ត180 សង់ទីម៉ែត្រដើរចូលរថយន្តដោះសោទ្វារដោយស្វ័យប្រវត្តិចម្ងាយ1ម៉ែត្រប្រព័ន្ធម៉ាស៊ីនបន្សុទ្ធខ្យល់ 2.5 តាបឡូរចនាមាន2ពណ៌ដូចទៅនឹងឡានទំនើបផងដែរកៅអីទំនើបកាត់បន្ថយពន្លឺថ្ងៃធ្វើឲ្យ
ដោយការអង្គុយរបស់យើងវាត្រជាក់ស្រួលនៅក្នុងការអង្គុយមានផាសុកភាពខ្ពស់បើកបរបានឆ្ងាយកញ្ចក់មើលក្រោយ slim ស្ដើងកាត់បន្ថយពន្លឺចំណាំងផ្លាតពីខាងក្រោយទៀតតួរថយន្តផលិតពីដែកថេបផងដែរនិយាយពីប្រព័ន្ធ option សុវត្ថិភាពផ្សេងៗដូចជាមុខងារជំនួយពេលឡើងចំណោតពេលចុះចំណោតប្រព័ន្ធប្រាំង ABS EBD ប្រព័ន្ធទប់លំនឹងបាទសិតតែជាប្រព័ន្ធដែលជំនួយទៅដល់ការបើកបរល្អប្រសើរមែនទែននៅពេលដែលខ្ញុំបើកឡាននេះខ្ញុំចូលចិត្តបត់ឆ្វេងបត់ស្ដាំដើម្បីចង់ដឹងថាវាទប់លំនឹងយើងនឹងប៉ុណ្ណាយើងអាចសរុបរួមសម្រាប់ឡាននេះទៅលើប្រព័ន្ធសុវត្ថិភាពមិនអាចថារំពឹងប្រកួតប្រជែងជាមួយនឹងឡានដែលមានតម្លៃ 5-6 ម៉ឺនបានទេប៉ុន្តែតម្លៃជាង 2 ម៉ឺនដូចគ្នាមកប្រកួតមកគឺអត់ខ្លាចទេសម្រាប់ Magnite នេះ 9 លើ 10 សម្រាប់ quality នៃការបើកបរនៅផ្នែកខាងក្នុងអារម្មណ៍ល្អមែនទែនសម្រាប់ខ្ញុំទីទៀតខ្ញុំនឹងជំរាបជូនបងប្អូននៅចុងបញ្ចប់នៃវីដេអូតម្លៃជាង $20,000 ឡានរបស់ជប៉ុនខ្ញុំគិតថាបើសិនជាអ្នកកំពុងតែពិចារណាក្នុងការសម្រេចចិត្តបងប្អូនគួរតែកក់លុយទិញស្អែកតែម្ដងឬក៏ទិញល្ងាចនេះក៏បានដែរដោយសារតែវាមានចំណុចពិសេសលើសពីតម្លៃរបស់វាឆ្ងាយខ្ញុំជាអ្នកអត្ថាធិប្បាយអ្នក review អ្នកចែករំលែកពាក់ព័ន្ធមួយឡាននេះមិនមែនចេះតែនិយាយឲ្យទៅផុតពីមាត់ទេបងប្អូនអរគ្នាជាក់ស្ដែងឥឡូវយើងមើលការ design ខាងក្រៅបងប្អូនមើលទៅលើជាគៀង LED មើលទៅលើការ design ប៉ាណាពណ៌ខ្មៅវាមើលមកស្ពណ៌និយាយរួមទៅប៉និតសូម្បីតែ stop ខាងក្រោយក៏ជាប្រភេទ LED ជា concept មួយដែលខ្ញុំគិតថាសម្រាប់ឡានដែល budget ថវិកាក៏មកគេញាត់ចំណុចពិសេសបែបនេះជូនទៅកាន់អ្នកប្រើប្រាស់ណាពិសេសមួយទៀតបងប្អូនចំណុចនេះគេថាឆ្ងាញ់មែនតើគឺទៅលើ interior ឬក៏ផ្ទៃខាងក្នុងរបស់ឡាននេះតម្លៃជាង $20,000 ប៉ុន្តែស្បែកបងប្អូនមើលទៅលើស្បែកតាប្លូមើលទៅលើស្បែកនៅជាងទ្វារគឺដាក់ស្បែកមកអត់មានរីសដៃទេបងប្អូនខ្ញុំទៅតែឃើញជាមួយឡាន brand ជប៉ុនដែលមានតម្លៃសមរម្យហើយញាត់ស្បែកមកទៅហឹងហ្មងសម្រាប់បងប្អូនដែលគាត់ចូលចិត្តផលិតភាពចូលចិត្តបែបស្បែកបាទរៀង feel comfortable មានអារម្មណ៍ថាហាយអីជាង $20,000 អាចពិចារណាមួយម៉ាដែលនេះបានអាចថាជាសមាជិកថ្មីនៅក្នុងគូប្រកួតតម្លៃជាង $20,000 ហើយវាអាចនឹងជាកូនកំមុំមួយដែលអ្នកកំពុងតែមានបណ្ណាការជាង $20,000 កំពុងតែចាប់អារម្មណ៍ក្នុងការសម្រេចចិត្តខ្ញុំសង្ឃឹមថានឹងជួបបងប្អូនឆាប់ៗនៅក្នុងវីដេអូ review ពេញជាមួយនឹងរថយន្ត Nissan Magnite Series ថ្មីនេះហើយនេះគ្រាន់តែជាវីដេអូ first impression ឬក៏វីដេអូបទពិសោធន៍នៃការបើកបរដំបូងទេហើយបើសិនជាចង់បានបទពិសោធន៍នៃការបើកបរជាក់ស្ដែងក៏ដូចជាសួរនាំព័ត៌មានលម្អិតបងប្អូនអាចធ្វើការតំណទៅកាន់លេខទូរស័ព្ទក៏ដូចជាអាស័យដ្ឋានដែលបានដាក់នៅខាងចុងវីដេអូនេះអញ្ចឹងសម្រាប់ខ្ញុំ 9 លើ 10 សម្រាប់ $26,500 ដែលជាតម្លៃ promotion ខណៈពេលនេះដែរវីដេអូសូមបញ្ចប់ត្រឹមប៉ុណ្្នឹងអរគុណបងប្អូនមែនតើសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់មានមតិយោបល់យ៉ាងណាអាចធ្វើការ comment បានសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយទៀត